និយាយរួមគេលើកស្ទួយវប្បធម៌យើងដែរគេមិនបំបត្តិវប្បធម៌យើងណាបាទអឺអានេះថាជាសំណាងឬក៏ចៃដន្យអីដែរបើយើងថាអញ្ចឹងណាមិនត្រូវអញ្ចឹងទេគេលើកស្ទួយអីយើងនេះខំប្រឹងចង់ដាច់ខ្យល់ហើយម៉ែក្រមខំប្រឹងទាំងអស់គ្នាហ្មងណាបើនិយាយចំទៅរយៈពេលប្រហែលជា10ឆ្នាំដល់15ឆ្នាំមកក្រោយនេះទេដែលយួនណាគេប្រឡែងគេបទូដៃឲ្យយើងនៅក្នុងការរក្សាប្រពៃណីទំនៀមទម្លាប់ឬក៏ការសិក្សាអក្សរសាស្ត្រខ្មែរតាមវត្តអារាមហ្នឹងណាតែគេមិនទាន់ប្រឡែងឲ្យយើងបានបើកសាលារៀនឯកជនហ្នឹងហើយហើយវប្បធម៌ប្រពៃណីក៏គេចាប់ផ្ដើមគេជ្រៀតជ្រែកចូលយើងណាបាទគេជ្រៀតជ្រែកចូលមានន័យថាគេចង់គ្រប់គ្រងយើងទាំងស្រុងអញ្ចឹងណាគេមិនអោយថាយើងធ្វើដោយខ្លួនឯងដូចមុនដែរពីមុនមានន័យថាការសម័យបងប្រុសខ្ញុំក៏នៅរៀនអក្សរខ្មែរក៏នៅពិបាកដែរបាទហ្នឹងហើយមានតិចតួចស្ដួចស្ដើងហ្នឹងហើយចំនួនក្រោយមកប្រហែលជាចំនួនខ្ញុំគឺចាប់ផ្ដើមមានអ្នករៀនច្រើនចប់ច្រើនខ្លាយជាគ្រូចាច្រើនណាបាទចំនួនប្រហែលជាខ្ញុំហើយនឹងអាយុតូចជាងខ្ញុំដូចជាក្នុង92 93អីវិញគឺមានគ្រូចាច្រើននឹងចំនួនក្រោយខ្ញុំទៀតបាទបើពីមុននោះមិនមែនទេបើរៀនគុណដិតទៀនក៏គេមានចារកម្មមកតាមដែរហើយជាពិសេសអ្នករៀនអាគមវិជ្ជាមានអាសនៈមានអីហ្នឹងគឺគេតាមខ្លំមើលព្រះតពាំងនៅក្រាន់បើបន្តិចបើខេត្តឃ្លាំងមិត្តភ័ក្ដិខ្ញុំនៅខាងបឹងសាប្រេងពូឯបានហ្នឹងសិទ្ធិរៀបអាសនៈធ្វើជាគ្រូទាយគ្រូបច្ឆាហ្នឹងគឺមករករឿងហើយបាទក៏ហៅនៅម្នាក់ទៀតរត់ទៅប្រេនគរធ្វើការអត់ហ៊ាននៅស្រុកអត់ហ៊ានប្រកបមុខរបរជាគ្រូបច្ឆាដើម្បីមើលជំងឺមើលអីគេតែតាមពិតគាត់ចេះមើលជំងឺការខ្ញុំការនោះខ្ញុំរៀងស្លេកស្លាំងរៀងមិនសូវមានសាច់ឈាមទេការនោះស្គមតែដល់គាត់សំថ្នាំគាត់បញ្ចុះឲ្យខ្ញុំតែម្ដងគឺខ្ញុំមានសាច់ឈាមដូចបច្ចុប្បន្ននេះហើយសុខភាពមកមួនតែtrongកន្លែងថារៀបអាសនៈបាយសីឡើងគឺយួនក៏ហៅឬក៏តាមចាប់គាត់អញ្ចឹងទៅគាត់រត់គាត់ហ៊ានមុខប្រកបមុខរបរសុខចិត្តទៅធ្វើរោងចក្រវិញនោះអ្នកនៅឃ្លាំងបឹងសានោះជាសិស្សរួមគ្រូដែរបាទហើយបើខាងព្រះតពាំងគ្រាន់បើជាងតិចរឿងគ្រូបាជានេះបាទហើយនិយាយរួមទៅថាផែជាក្នុង10ឆ្នាំក្រោយមកនេះគេបន្ធូរដៃគ្រាន់បើហើយរឿងរៀនអក្សរសាស្ត្រតាមវត្តអារាមអីវ៉ាន់អញ្ចឹងបើពីមុនហ្នឹងនិយាយអីទៀតមុន75អីវ៉ាន់ហ្នឹងសិតតែកោះវត្តកោះចូលអង្គរត់ទៅរំលីវត្តរត់ទៅបាត់សាលារៀនមិនអោយយើងសិក្សាមិនអោយអីហ្នឹងហើយមិនក៏លើកស្ទួយទេគឺអានេះយើងធ្វើយូរទៅវាចេញជាផ្លែបកាហើយណាមួយយើងដឹងសិទ្ធិរបស់យើងទៀមទាបាទដូចជាបងប្អូននៅក្រៅប្រទេសដូចជាខ្ញុំជាដើមឬក៏បងប្អូនផ្សេងទៀតហើយនឹងថ្នាក់ដឹកនាំនៅអង្គការនៅខាងសហព័ន្ធខ្មែរកម្ពុជាក្រមតវ៉ានៅលើឆាកអន្តរជាតិជាមួយយួនខ្លាំងមិនគេប្រឡែងគេធូរដៃហ្នឹងមិនមែនចៃដន្យគេលើកស្ទួយទេហើយបច្ចុប្បន្នហ្នឹងគេជាជ្រែកហ្នឹងគេចង់គេគ្រប់គ្រងឲ្យយើងបានទាំងស្រុងកុំឲ្យយើងហ្នឹងឬរួចអញ្ចឹងហ្នឹងហើយត្រូវអរគុណអ្នកនៅក្រៅដែលគេលះបង់ណាបាទលះបង់មិនអាចត្រឡប់ទៅស្រុកបានមិនសូវមានក្តីសុខដូចគេទេបាទហ្នឹងហើយមិនមែនចៃដន្យទេមិនមែនចៃដន្យឬក៏មិនមែនហេងទេណាខំប្រឹងណាទាំងព្រះសង្ឃទាំងពុទ្ធបរិស័ទទាំងបងប្អូនខ្មែរក្រមខំរក្សាប្រពៃណីទំនៀមទម្លាប់ហើយដូចជាទៅវត្តតវ៉ាអីពាក់ខោអាវខ្មែរគ្រូអាចារ្យនេះនោះអីចឹងក្រោយមកហ្នឹងណាបានខ្លាំងបើពីមុនហ្នឹងមិនសូវទេអ្នកខ្លះគាត់បាក់ទៅយួនបាក់ទៅអីច្រើនតែក្រោយមកនេះទៅគឺ
គឺយើងប្រឹងទាំងអស់គ្នាទៅមានថ្ងៃនេះបាទ